ជំរាបសួរអ្នកគ្នាប្រធានបទសម្រាប់ថ្ងៃទី4ខែ2ឆ្នាំ2021មានចំណងជើងថាសិលជាស្ពានទៀនជាស្បៀងតែអ្នកធ្លាប់ឆ្ងល់ទេថាហើយបានជាមនុស្សខ្លះពូកែខ្លាំងដែលបានជាមានជីវិតឯកោឬគ្មានអាណាចង់នៅក្បែរទៅវិញចំណែកមនុស្សខ្លះទៀតមើលទៅធម្មតាសោះតែទៅដល់ទីណាក៏មានគេស្រឡាញ់គេចូលចិត្តនឹងផ្ដល់ឱកាសឲ្យជានិច្ចចម្លើយមិនមែនមកពីសំណាងនោះទេប៉ុន្តែវាស្ថិតលើរូបមន្តជោគជ័យមួយហើយរូបមន្តជោគជ័យនោះគឺស្ថិតនៅក្នុងសុភាសិតខ្មែរមួយឃ្លាដែលបានពោលឡើងថាសិលជាស្ពានទៀនជាស្បៀងមនុស្សជាច្រើនគិតថាសិលធម៌ឬវិន័យគឺជាការបង្ខាំងសេចក្ដីពួកគេប៉ុន្តែតាមពិតទៅសិលធម៌គឺជាស្ពានដ៏រឹងមាំដែលនាំយើងទៅរកមិត្តភាពនិងឱកាសល្អៗនៅក្នុងជីវិតបើអ្នកជាមនុស្សដែលនិយាយពីពិតមិនចេះភូតភរមនុស្សជុំវិញខ្លួននឹងទុកចិត្តអ្នកហើយទំនុកចិត្តនេះហើយជាអ្នកបង្កើតបណ្ដាញទំនាក់ទំនងដ៏អស្ចារ្យសម្រាប់អ្នកតែបើអ្នកពូកែតែចិត្តកុហកឬអសិលធម៌ស្ពានរបស់អ្នកក៏នឹងបាក់ជាមិនខានទោះបីជាអ្នកពូកែប៉ុណ្ណាក៏ដោយក៏គ្មានអ្នកណាហ៊ានជ្រុំជ្រែងអ្នកដែរព្រោះគ្មានអ្នកណាហ៊ានដើរលើស្ពានដែលចិត្តបាក់នោះទេបើស្ពានជួយឲ្យយើងអាចដើរទៅមុខបានការធ្វើទៀនគឺជាអាហារតាមអពលដែលធ្វើឲ្យដំណើរជីវិតរបស់យើងមានន័យនិងមិនចេះហត់នឿយនោះឡើយការធ្វើទៀនមិនមែនសំដៅតែលើការឲ្យលុយទៅកាន់អតីតប៉ុណ្ណោះនោះទេតែវាគឺជាការធ្វើសកម្មភាពតូចៗដូចជាការផ្ដល់សាមញ្ញការបង្រៀនមិត្តភ័ក្តិដែលរៀងខ្សោយការជួយការងារផ្ទះពុកម្ដាយឬការលើកទឹកចិត្តអ្នកដែលកំពុងអស់សង្ឃឹមសុទ្ធតែជាទៀនដ៏វិសេសវិសាលដែលអ្នកអាចឲ្យទៅកាន់អ្នកដទៃរាងកាយរបស់យើងរស់បានដោយសារអាហារចំណែកតម្លៃនៃជីវិតរបស់យើងរស់បានដោយសារអំពើល្អការធ្វើអ្នកទេស្បាចិត្តមិនមែនត្រឹមតែជាការផ្ដល់ឲ្យទេប៉ុន្តែវាជាការកសាងកម្លាំងចិត្តដ៏រឹងមាំសម្រាប់ខ្លួនឯងទៅវិញនោះទេនៅក្នុងព្រះគម្ពីរសុភាសិតចំពោះ11ខ25ចែងថាមនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរណ៍ហើយដែលស្រោចទឹកដល់គេនោះនឹងបានគេស្រោចទឹកដល់ខ្លួនឯងច្បាប់ដែលព្រះគម្ពីរសុភាសិត11ខ25បានចែងទុកនេះគឺសាមញ្ញណាស់វាដូចជាការដែលយើងស្រែកដាក់ភ្នំអញ្ចឹងនោះដែរជាការពិតបើយើងស្រែកដាក់ភ្នំថាខ្ញុំស្រឡាញ់អ្នកភ្នំក៏នឹងឆ្លើយមកវិញនៅពាក្យខ្ញុំស្រឡាញ់អ្នកដដែលដល់អ្នកអរគុណទាំងអស់គ្នាពិភពលោកនេះប្រៀបដូចជាកញ្ចក់យ៉ាងដូចនោះដែរបើយើងសោចដាក់វាក៏នឹងសោចដាក់យើងវិញបើយើងជួយគេពិភពលោកក៏នឹងរកវិធីជួយយើងវិញតាមរយៈឱកាសល្អៗរឿងភ័យល្អៗនៅពេលយើងជួបអាសន្នដូច្នេះនៅក្នុងជីវិតនៃការនៅប្រចាំថ្ងៃរបស់យើងម្នាក់យើងត្រូវការទាំងស្ពាននិងស្បៀងបើអ្នកមានតែស្ពានឬមានតែសិលធម៌តែគ្មានស្បៀងឬទៀននោះទេនោះជីវិតរបស់យើងនឹងរឹងមាំតែស្ងួតហួតហែងនិងគ្មានភាពផ្អែមល្ហែមនោះឡើយតែបើអ្នកមានតែស្បៀងឬទៀនតែគ្មានស្ពានឬសិលធម៌នោះអ្នកអាចនឹងជួយគេបានច្រើនមែនប៉ុន្តែគេនឹងមិនគោរពឬផ្ដល់តម្លៃដល់អ្នកឡើយសំណួរត្រូវវិចារណ៍ដល់សប្តាហ៍នេះតើថ្ងៃនេះអ្នកបានសាងសង់ស្ពានបន្ថែមឬធ្វើឲ្យស្ពានរបស់អ្នកបានបាក់ខ្លះទៀតហើយសូមឲ្យព្រះដែលងងុយផ្ទឹមរលាយរដេកលក់បានថែអាសាបងប្អូនអរគ្នាឲ្យរួចចេញពីគ្រប់ទាំងសក្តិអាក្រក់គ្រប់បែបយ៉ាង